Allah ai lần trôi trong khuôn ná muốn lần học sập cái lỗ chiêng ná tăng về phật cà phê nhưng mà buồn pram cái job thom đi mà thợ em nhom sọ lao nó sao ha sập cái lỗ chiêngបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានជួប BA ធំណា BA ដែលប្រើប្រផលកាហ្វេអាប៉េរ៉ាប៊ីកាមុនគេបង្អស់ដែលខ្ញុំនៅពេលដែលខ្ញុំយកចូលមកដល់ស្រុកខ្មែរបងណាបាទអញ្ចឹងខ្ញុំសូមបង្ហាញ BA តែម្ដងបងណាអស្សាឡាមអាឡៃគុំម៉ាគាត់គឺជាម៉ាជីសារ៉ាដែលបច្ចុប្បន្នគាត់រស់នៅក្នុងខណ្ឌជួយចង្វាណាភូមិជួយចង្វាហើយគាត់ផ្ទាល់នេះក៏ជាម្ដាយរបស់ខ្ញុំតែម្ដងបាទខ្ញុំអត់យក BA ក៏អត់យកអ្នកដែលធ្វើតេស្តផលណាបាទមកពីខាងណាដែរគឺខ្ញុំយកម្ដាយខ្លួនឯងផ្ទាល់ជាយមទៅផលរបស់យើងគឺយើងប្រើប្រាស់ផ្ទាល់ខ្លួនឯងទំនិញយើងផលិតទំនិញយើងលក់នេះគឺបើសិនជាយើងមិនប្រើប្រាស់ខ្លួនឯងគឺដាច់ខាតយើងមិនលក់ទេដាច់ខាតបងណានេះជាគោលការណ៍ផងយើងតែម្ដងបាទម៉ាក់លិនពិតជារីករាយឃើញម៉ាក់មកដល់ក្រុមហ៊ុនលិនក៏ធ្វើបបចង់ម៉ាក់ធ្វើបបបង្ហាញទាក់ទងជាមួយនឹងបបពិសោធន៍ផ្ទាល់ដូចជាការប្រើប្រាស់ផ្ទាល់ពីកាហ្វេទៅដល់ប៉េរ៉ាប៊ីកាតែម៉ាក់បានប្រើហើយរយៈពេលប្រហែលជា2ខែនេះថាតើម៉ាក់បានទទួលផលអីខ្លះទាក់ទងជាមួយនឹងកាហ្វេមួយនេះម៉ាក់អាចមុខម៉ាក់ជួយបង្ហាញតិចខ្ញុំតាំងពីផឹកកាហ្វេទឹកដោះកាហ្វេនេះមកអល់ឡោះឲ្យលិនជ្រូលក្នុងខ្លួនណាមុនលិន60គីឡូជាងណាតាំងពីផឹកកាហ្វេនេះមកអស់4-5កញ្ចប់ធំនេះមកធ្វើឲ្យខ្ញុំស្រក់ឡើងដល់សល់50គីឡូជាងមុនខ្ញុំជឿក្បាលជង្គង់ណាជំញាំងគឺអង្គុយជើងមកជំញាំងអត់កើតទេគឺឈរគឺឈឺទាំងវិបាតជើងឡើងណាអង្គុយបាត់ជើងក៏មិនកើតតែឈឺជង្គង់ដល់តែពេលខ្ញុំផឹកកាហ្វេនេះបានប្រហែលកញ្ចប់អល់ឡោះឲ្យលិនចូលជំញាំងបានអង្គុយបាត់ជើងបានបាត់ជើងខ្ញុំដែរដើរជន់ទៅវាឈឺណាវាលែងឈឺទាំងអស់ឃើញទេហើយកុំអីខ្លួនខ្ញុំព្រលឹមឡើងអត់មានកម្លាំងទេធាត់មែនកាលនឹងធាត់ណាធាត់ទៅអត់មានកម្លាំងវាចេះតែលះខ្សេះខ្សោះដេកទៅក្នុងបន្ទប់កូនទៅស្ដីឲ្យតាម៉ាក់ឯងដេកទៅក្នុងបន្ទប់ចេញក្រៅខ្លះទៅណាចេញដើមកើតទេកូននៅឈឺបាត់ជើងតែខ្ញុំបានឲ្យញ៉ាំទឹកដោះកាហ្វេនេះមកធ្វើឲ្យខ្ញុំជើងខ្ញុំបាត់ជើងខ្ញុំលែងឈឺស្រក់គីឡូក៏ស្រក់តាំងពីស្រក់គីឡូមកខ្ញុំអាចខ្វាច់ឈរថ្វាយអង្គមបានឈរបានអង្គុយបាត់ជើងបានហត់ដល់ថ្ងៃនេះខ្ញុំផឹកមួយថ្ងៃ2កញ្ចប់ដំបូងដល់ដល់ក្រោយមកវាច្រកគីឡូហើយខ្ញុំផឹកតែមួយថ្ងៃ1កញ្ចប់ទេហើយខ្ញុំមានរូបថតខ្ញុំកាលខ្ញុំទៅអម្រោះមុខខ្ញុំធាត់ហុកជាងមុខខ្ញុំរីកហើមដូចហើមនិយាយចំហើមពុលហ្មងហើយពេលអង្គុយងើបឈរឡើងជិតគូតឡើងមុនដល់រថ្ងៃនេះខ្ញុំផឹកដោះពេលហ្នឹងទៅបានខ្ញុំស្រក់នៅ50គីឡូជាងជ្រួលក្នុងខ្លួនខ្ញុំម៉ាក់តើតើជាមួយនឹងតំណផ្អែមម៉ាក់បន្ទាប់ពីប្រើប្រផលកាហ្វេដល់ប៉េរ៉ាប៊ីកាតើតំណផ្អែមម៉ាក់មិនដែរតាំងពីប្រើកាហ្វេទៅដោះនឹងមកទឹកនោមម៉ាក់មុនដំបូង300 400ដល់500ដល់600នោះជាស្ករណាម៉ាក់ណាជាស្ករចាក់ថ្នាំហើយលេបថ្នាំហើយក៏នៅតែឡើងអញ្ចឹងតាំងពីផឹកកាហ្វេប្រពែហ្នឹងមកទឹកនោមម៉ាក់រងថ្ងៃនេះបានថ្នាំនៅលេបដដែលណាកាហ្វេក៏នៅផឹកដែររងថ្ងៃនៅសល់តែទៅ120 110 100ចុះទៀតចកាឡើងដល់70ទៀតឥឡូវនៅសល់តែ120ទៅហ្នឹងហើយអត់មានឡើងដល់150ទេរងថ្ងៃនេះមុនលេបថ្នាំហើយនៅតែឡើង600 500ជាងនៅអាកាសស៊ូសាសក្នុងខ្លួនអស់កម្លាំងហើយតាំងពីម៉ាក់ផឹកកាហ្វេហ្នឹងមួយថ្ងៃ2កញ្ចប់ហ្នឹងមកដោយអល់ឡោះឲ្យទឹកដោះទឹកនោមបាក់ជាស្ករម៉ាក់ហ្នឹងចុះវិញចុះទៅថ្ងៃនិយាយចំទៅចុះទៅរងថ្ងៃហ្នឹងអត់ឡើងទេរងថ្ងៃអត់មាន150ទេអញ្ចឹងលិនក៏អរគុណម៉ាក់ក្នុងការតេស្តជាមួយនឹងផលកាហ្វេដល់ប៉េដែលនាំចូលផ្ទាល់ពីប្រទេសម៉ាឡេស៊ីហើយអ្វីដែលខ្ញុំជួបម៉ាក់មុនម៉ាក់ផឹកដល់ប៉េនេះដោយសារអីដោយសារហេតុអីបានជាខ្ញុំជឿម្ដាយខ្ញុំជាអ្នកតេស្តកាហ្វេដោយសារខ្ញុំជួបគាត់ផ្ទាល់នៅផ្ទះគឺគាត់ដើរកើតគាត់ហើមែនតើនៅលើក្រែហើយគាត់បានទៅធ្វើតេស្តឈាមរយជាតិស្ករក៏ទំនំផ្អែមនៅខាងមន្ទីរពេទ្យកាល់ម៉ែតពេទ្យបាននិយាយថា
គាត់អាចប្រឈមមុខជាមួយនឹងការលាងឈាមដោយសារកលៀនគាត់មានបញ្ហាធ្ងន់ធ្ងរបាទអញ្ចឹងឲ្យគាត់ធ្វើការហូបអាហារគាត់ធ្វើបបអាហារបានត្រឹមត្រូវខ្ញុំមានអារម្មណ៍ថាពិបាកចិត្តពេលនោះពិបាកចិត្តមែនទែនដោយសារឃើញម្ដាយពិបាកនឹងខ្លួនអញ្ចឹងខ្ញុំក៏ទន្ទឹមនឹងកាហ្វេខ្ញុំក៏ពុនតែមកធ្វើដំណើរមកតាមផ្លូវទៅត្រូវមកស្រុកខ្មែរហើយប៉ុន្តែតែមកដល់ប៉ុន្តែពេលមកដល់ព្រាមនេះគឺខ្ញុំយកនាំណាយកកាហ្វេនេះទៅដល់ផ្ទះគាត់មុនគេហើយគាត់នេះហើយដែលជាអ្នកផឹកកាហ្វេដល់ពេលខ្ញុំមុនគេអស់បាទជាអ្នកដែលផឹកមុនគេបង្អស់នៅស្រុកខ្មែរតែម្ដងហើយអល់ឡោះក៏ឲ្យគាត់បានលទ្ធផលពិតដោយតែគាត់បានរៀបរាប់ពីមុនហ្នឹងបាទអញ្ចឹងអ្វីនេះគឺមិនមែនជាការឃោសនាក៏មិនមែនជាលក្ខណៈមួយថាចង់ប្រមូលផលឲ្យយើងលក់កាន់តែដាច់មែនទេផលឲ្យយើងលក់ដាច់ស្រាប់ហើយបាទប៉ុន្តែយើងចង់ចែករំលែកបទពិសោធន៍ក៏ដូចជាការផ្ដល់ក្តីស្រឡាញ់ណាជាចំពោះខ្ញុំចំពោះម្ដាយខ្ញុំបាទក៏ចង់ឲ្យបងប្អូនទាំងអស់ផ្ដល់ក្តីស្រឡាញ់នេះទៅចំពោះអ្នកដែលបងប្អូនស្រឡាញ់ដូចគ្នាណាបើសិនជាគាត់មានបបអាហារមួយល្អត្រឹមត្រូវនោះហើយដែលជាសុខភាពដែលល្អហើយជាសុខភាពដែលល្អត្រឹមត្រូវបំផុតរបស់ពួកយើងគ្នាអញ្ចឹងក៏សូមអរគុណបងប្អូនទាំងអស់នេះខ្ញុំតាមដានអរគុណច្រើន